កម្មវិធីស៊ីហ្គេមបើកនឹងបិទនឹងបារហ្គេមដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី23បានក៏ក្រើកឡើងវិញដោយសារតែមូលហេតុអ្នកចិត្តខាងលើកយកមកនិយាយជាមួយនឹងបញ្ហាស៊ីហ្គេមរបស់គេនិងស៊ីហ្គេមរបស់យើងមិនត្រឹមតែលើកមកជាប្រធានបទទៀតមានឌីវដងផ្លែផ្កាមកទៀតគឺថាប្រទេសយើងក៏មិនបានចិនទេដែលអាចឲ្យប្រទេសយើងធ្វើស៊ីហ្គេមបានលេចធ្លោប៉ុណ្ណេះឬមួយក៏អាចបានប៉ុណ្ណេះគេមិនខ្ចីសរសើរយើងហើយមិនត្រឹមតែប៉ុណ្ណឹងអត់ទទួលស្គាល់ការពិតនៃការប្រទេសខ្លួនឯងរៀបចំស៊ីហ្គេមយ៉ាងម៉េចទេបែរជាមកមើលប្រទេសគេឬមួយក៏មកឌៀមដាមឌឺដងផ្លែផ្កាមកវិញសូមមេត្តាប្រទេសអ្នកបកទៅមើលប្រទេសខ្លួនឯងនឹងធ្វើឲ្យខ្លួនឯងកាន់តែល្អជាងគេទៅមុននឹងមកមើលងាយគេប្រៀបធៀបគេឬឌឺដងផ្លែផ្ការបស់គេប្រទេសខ្ញុំគឺជាប្រទេសមួយដែលតូចហើយអត់ចេះផ្លែផ្កាអត់ចេះឌៀមដាមហើយរឹបតែមិនចេះមើលងាយប្រទេសជិតខាងឬដទៃតែងតែរាប់អានមិត្តភាពគ្រប់ប្រទេសគ្រប់ជាតិសាសន៍គឺថាកុំព្យាយាមមកប៉ះប្រទេសដ៏ផូរផង់តូចរបស់ខ្ញុំអីគឺថាព្យាយាមទៅមើលអ្វីដែលអ្នកខ្វះខាតចន្លោះនឹងប្រទេសរបស់អ្នកវិញទៅល្អជាជាងហើយធ្វើឲ្យខ្ញុំមិនសុខមិនសាប់ទេគឺថាបានទៅរើកអាកាយជាមួយនឹងវីដេអូដែលខ្ញុំបានទៅធ្វើកម្មវិធីជាមួយនឹងជាតិរបស់ខ្ញុំមុខមាត់ប្រទេសរបស់ខ្ញុំនៅក្នុងកម្មវិធីថ្ងៃបិទបារហ្គេមចានេះហើយគឺជាអនុស្សាវរីយ៍នៃប្រទេសខ្ញុំដែលខ្ញុំចង់ក្រងជាមួយនឹងព្រឹត្តិការណ៍ដ៏ធំហើយក៏ជាមុខមាត់ប្រទេសខ្ញុំដែរហើយព្យាយាមជាមួយនឹងរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ស្ថាប័នទាំងអស់ដើម្បីរៀបចំជាមួយនឹងមុខមាត់ប្រទេសស៊ីហ្គេមនិងបារហ្គេមអញ្ចឹងដែលលើកសារព័ត៌មានឡើងគឺថាបានប្រទេសធានជួយវាប្រកាសណាស់ប្រកាសជាសហការជាមួយនឹងប្រទេសចិនមហាមិត្តរបស់ប្រទេសកម្ពុជាពីព្រោះដោយសារតែពួកខ្ញុំបច្ចេកទេសប្រទេសខ្ញុំនៅស្ទើរឬមួយក៏មានចន្លោះខ្វះខាតត្រូវការរៀនត្រូវការដឹងបន្ថែមតែអ្វីដែលជាស្នូលនិងជាក្បាច់ក្បួនបុរាណនិងប្រវត្តិសាស្ត្ររបស់ប្រទេសខ្ញុំគឺខ្មែរទាំងមូលនិងប្រជាជនខ្មែរជាពិសេសសិល្បករខ្មែរដែលស្រឡាញ់ជាតិស្រឡាញ់និងវប្បធម៌រួមដៃគ្នាថែរក្សាវប្បធម៌និងមុខមាត់ប្រទេសជាតិគឺរួមជាតិតែមួយជាមួយនឹងបងប្អូនប្រជាជនកម្ពុជារបស់ខ្ញុំតែម្ដងហើយជាសមិទ្ធផលដែលយើងទទួលបានទាំងអស់គ្នាក្នុងការរួបរวมក្នុងការចូលរួមដៃគ្នាជាមួយនឹងការព្រឹត្តិការណ៍ដ៏ធំស៊ីហ្គេមជាមួយនឹងបារហ្គេមបាត់នឹងបិទគឺថាចប់ដោយរលូនហើយទទួលបានស្គាល់ពីថ្នាក់ដឹកនាំពីគ្រប់ជាន់ថ្នាក់ជាមួយនឹងបងប្អូនសិល្បករគឺថាមានភាពសប្បាយរីករាយនឹងទទួលបាននៅអ្វីដែលយើងចង់បានចង់ឃើញនៅក្នុងប្រទេសកម្ពុជាយើងចាប្រជាជនខ្ញុំគឺព្យាយាមខ្លាំងណាស់ព្យាយាមជាមួយនឹងការថែទាំមុខមាត់ប្រទេសកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តែម្ដងសូមបញ្ឈប់ជាមួយនឹងការប៉ះពាល់ប្រទេសខ្ញុំទៀតទៅគួរណាស់យកតែគំរូជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសខ្ញុំនាយករដ្ឋមន្ត្រីប្រទេសខ្ញុំផងគាត់មិនដែលប៉ះពាល់ជាមួយនឹងប្រទេសគេទេហើយគាត់កាន់តែចងមិត្តភាពគ្រប់បណ្ដាប្រទេសផ្សេងហើយជាពិសេសនៅពេលដែលប្រទេសផ្សេងមានទុកឬមានបញ្ហាអីឲ្យជួយគឺប្រទេសខ្ញុំដ៏តូចមួយនេះបើកដៃនឹងស្វាគមន៍ជានិច្ចក្នុងការអញ្ជើញមកឲ្យមានការជួយបែបណាគឺប្រទេសកម្ពុជារបស់ខ្ញុំតែងតែលូកដៃជួយជាមួយនឹងការផ្សេងដែលមានការបញ្ចាំបានទេនៅពេលដែលប្រទេសកម្ពុជាខ្ញុំកំពុងតែជួបបញ្ហាកូវីដហើយមានកប៉ាល់មួយដែលមកជាទេសចរប៉ុន្តែគ្រប់បណ្ដាប្រទេសផ្សេងអត់បើកទទួលយកទេសម្រាប់ប្រទេសគឺប្រថុយប្រឋានក្នុងការបើកទទួលយកតែយើងគិតពីបញ្ហាជួយសង្គ្រោះនិងសុវត្ថិភាពពួកគាត់ជាមុនតែអ្នកគួរតែយកគំរូតាមនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាហើយនឹងថ្នាក់ដឹកនាំផ្សេងគ្រប់បណ្ដាស្ថាប័នទាំងគួរតែយកគំរូតាមពីព្រោះតែប្រទេសកម្ពុជាមិនដែលប៉ះពាល់អ្នកណាតែងតែចងមិត្តភាពហើយត្រូវចងចាំថាប្រទេសចិនគឺជាមហាមិត្តជាមួយនឹងប្រទេសកម្ពុជាតាំងពីយូរណាស់មកហើយចឹងអត់មានកន្លែងណាដែលខុសទេដែលប្រទេសចិនអាចមកលូកដៃឬមួយក៏សហការបង្រៀនឬក៏បន្ថែមជាមួយនឹងបច្ចេកទេសវិទ្យាជាមួយនឹងការធ្វើស៊ីហ្គេមនិងបារហ្គេមអត់នេះទេខ្ញុំបាញ់វីដេអូឲ្យហ្មងហើយចាំឲ្យថាអត់ចាំទៀតឌីលយកហ្មងឃើញមកស្គាល់តែចង់ឌីលមកអត់អីឌីលជាឃ្លីបហ្នឹងគាត់5ហ្នឹងយូរវាយតារាគម្រោងខ្ញុំមកគេណាត់ម៉ោង10មិន10ទេម៉ោង8ម៉ោង8ចាតារាបានទេមកញ៉ាំមកនិយាយដល់ខ្ញុំនិយាយមែនណាខ្ញុំមកគុំតាំងពីការស៊ីហ្គេមហ៎ព្រោះស៊ីហ្គេមហ្នឹងដល់ការមកថតប្លុកឲ្យគាត់ហើយនឹងមកជួយកម្មវិធីស៊ីហ្គេមតែដល់ពេលហើយចៃដនអីខ្ញុំតាក់តងយឺតពេលឥឡូវបានចូលបារហ្គេមឥឡូវបានចូលដល់បានហើយញ៉ាំប្រវត្តិសាស្ត្រមេធំ20ឆ្នាំក្រោយអាយុ40 50អស់ហើយយើងមានឯកសារសម្រាប់យើងមានហើយតែសំខាន់ស៊ីហ្គេមយើងនឹងមានពេលអត់ហ្នឹងហើយតែបើបារហ្គេម20ឆ្នាំម្ដងណាស៊ីហ្គេមអាចនឹង40ឆ្នាំនៅអូឡ িম্প ិកមួយទៀតហ្នឹងហើយចានៅអូឡ িম্প ិកមួយទៀតដល់20ឆ្នាំទៀតដែរយើងអាយុប៉ុន្មានហើយអូយកុំសួរអាយុអីមើលទៅមុខទៅកុំសួរចំនួនច្រើនណាស់ហើយកុំសួរអាយុក៏បាក់ចកេះឡើយបានទេណាយុខ្ញុំបាច់សួរហ្មងបាច់ចង់ដឹងទេទួផ្សេងហៅអើអស់ហើយនោះឡើងតាចានិយាយរួមទៅដល់កន្លែងការងារគឺថារាក់ទាក់មួយបងប្អូនខាងសិល្បកររៀមច្បងរៀមប្អូនចាគឺថាឥឡូវកន្លែងនេះគឺយើងបានចូលមកដល់ start ចាប់ដើមមកមើលឲ្យថតរូបលេងបដើប៉ុន្តែគាត់ថាកន្លែងនេះពីអ្នកបងប្រុសខ្ញុំមួយឆ្អល់ទៅខាងនោះមួយឆ្អល់ទៅខាងនេះចង់ថតប្លង់នេះប្លង់នោះអីចឹងណាហើយសរុបមកក៏យកខាងនោះតាមបងប្រុសទៅព្រោះប្លង់ចេញមកភ្លឺហើយស្អាតនេះគឺលក្ខណៈគេហៅថាអត់ទាន់បានសមរងចាំសិល្បករជាង500នាក់ធ្វើមិនឲ្យគាត់មកដល់ជុំគ្នាហើយយើងសមតែភាសាអញ្ចឹងនៅសល់ពេលឆ្លៀតថតវីដេអូធ្វើវីដេអូអីជាលក្ខណៈកំសាន្តតិចសិនចាហើយបងប្អូនជាមួយនឹងពួកគាត់ទាហានហ្នឹងគាត់ចាប់ដើមសមអីអញ្ចឹងពួកយើងលើកដៃលើកជើងអីឲ្យវាស្វាហាប់ទៅជាមួយគាត់ដើម្បីសមទៅរដាស់ហ្នឹងហើយឥឡូវមកជុំគ្នាហើយបដៅនាំគ្នាឈរចាំចេញទៅចាទាំងអស់គ្នាគឺថាអ្នកខ្លះមកអត់ទាន់អ្នកខ្លះមកមិនទាន់ប៉ុន្តែខាងក្រុមការងារជនជាតិចិនហើយនឹងក្រុមការងារប្រទេសខ្មែរយើងគឺថាឲ្យសមសិនទៅអ្នកមកក្រោយចាំប្រាប់តាមក្រោយទៀតទៅហ្នឹងហើយអញ្ចឹងដូច
បងប្អូនឃើញស្រាប់ហើយគឺថារៀងញ៉ៃញ៉ៃអត់ទេបដប់ចូលគ្នាខ្លះអីចឹងដែរពីព្រោះដោយសារតែមកគឺអត់តាន់ដឹងកាឡាដឹងសមនឹងអីទេគឺថាចូលគ្នាអត់ទេបដប់ទៅចាមកដល់ពេលល្ងាចគឺថាបងអូនខ្ញុំគាត់ដូរសម្លៀកបំពាក់ហើយអស់ហើយត្រៀមចាំដោយសារតែយើង stand by ពីម៉ោង 5 ទៅហើយជាមួយនឹងបងកីឡាករទាំងប្រទេសគេទាំងប្រទេសយើងគឺថាគាត់មករដាស់ជុំគ្នាខាង start ហើយចាអូយឃើញពួកគាត់ប្រាប់ថា Love you Cambodia សប្បាយចិត្តមែនតើណានេះជាប្រទេសគេណាបងប្អូនចានេះជាអត្តពលិកប្រទេសកម្ពុជាយើងដែលគាត់ជាជនពិការភាពប៉ុន្តែអ្វីដែលសំខាន់គឺគាត់រឹងមាំខ្លាំងមែនតើម្នាក់ចាអូយនេះមកដល់ខ្ញុំម្ដងគឺថាចលល្បាប់អរគុណបងប្រុសដែលគាត់ចលល្បាប់គាត់រវល់ប៉ុណ្ណាក៏គាត់មកជួយចងខ្ញុំដែរហើយនិយាយរួមទៅក្រុមការងារជួយគ្នាខ្លាំងមែនតើឲ្យថាមានការងាររបស់ជាតិគឺថាដាក់បេះដូងដាក់ចិត្តទៅហើយចាស្លៀកពាក់រួចហើយគឺថាចេញមកថតមួយបងទន្សាយអ៊ីតិចតួចចឹងទៅឥឡូវនេះគឺយើងចាប់ដើមតិចតួចជាមួយនឹងក្រុមគេក្រុមឯងសិនហើយដោយសារកម្មវិធីចាប់ដើមហើយចាហើយខ្ញុំក៏ចូលចិត្តមើលដែរគឺថាភ្លើងពណ៌ហើយនឹងក្រុមការងារគឺស្រោគ្នាស្រោដៃគ្នាណាស់ស្អាតខ្លាំងមែនតើនៅកន្លែងមើលផ្ទាល់គឺថារំជើបរំជួលនិយាយពីអារម្មណ៍វិញគឺអូយបងប្អូនហើយមិនដឹងថាប្រម៉ូមកវិណាគ្រាន់ឃើញភ្លើងហើយឃើញក្រុមការងារផ្នែកផ្សេងគាត់ចេញទៅដល់កណ្ដាល start គឺថារំភើបមែនតើហើយចង់ស្រក់ទឹកភ្នែកហើយអ្វីដែលសំខាន់គឺយើងអត់ភ្លេចទេគឺសុំបនគ្រូបនអស់ហើយកុំឲ្យមានភ្លៀងតិចមិនសតុំបានប៉ុន្តែសុំកុំភ្លៀងលោកអើយគឺថាម្នាក់បនអស់ហើយគ្រប់គ្នាទាំងគេទាំងខ្ញុំចានេះគឺខាងខ្ញុំមកចាំនៅទ្វារលេខ 5គេហៅថា counter លេខ 5 ណាដើម្បីចេញព្រោះយើងចេញជាពីរច្រកខាងលេខ 2 និងលេខ 5ចាអញ្ចឹងនៅរៀងទេបតបជាមួយបងសក្តាមួយយាយាបងខ្ញុំខ្លះចឹងទៅហើយនេះជុំគ្នាគឺថានិយាយខ្ញុំវាភ្លេចចង់ក្រោយនឹងថាឈរចាប់អត់ដឹងថាទៅណាអញ្ចឹងគាត់ប្រាប់ថាមិនបាច់ទេហើយដល់ពេលឈរយូរទៅទើបដឹងថាអូខ្លួនឯងដោះស្បែកជើងអញ្ចឹងមិនដឹងថាខ្លួនឯងទៀតពួកគាត់ខ្ពស់ណាចានេះគឺជាកំជ្រួចពន្លត់ភ្លើងប៉ារ៉ាហ្គេមសំណោះខ្លាំងមែនតើត្រូវពិធីកគាត់រៀបរាប់ទៀតអូចង់ស្រក់ទឹកភ្នែកហើយនេះបងរៀមច្បងរៀមប្អូនគឺគាត់ឈរតម្រង់ជួរត្រៀមហើយព្រោះពន្លត់ភ្លើងទៀនប៉ារ៉ាហ្គេមហើយគឺយើងក្បួនចាប់ផ្ដើមចេញទៅហ្មងចាបងប្អូនហើយត្រៀមហើយតោះនាំគ្នាទៅមើលព្រឹត្តិការណ៍ SEA Games ខាងក្នុងទាំងអស់គ្នាថាយ៉ាងម៉េចដែរបងប្អូន
ងមែនតើសមិទ្ធផលទាំងអស់នេះដែលពួកយើងបានចូលរួមគ្នាធ្វើស៊ីហ្គេមនិងប៉ារ៉ាហ្គេមបញ្ចប់បានដោយរលូនហើយនឹងល្អខ្លាំងបែបនេះគឺចូលរួមដោយសិល្បៈទម្រង់បុរាណហើយនឹងទម្រង់សម័យគឺថាមកនាំគ្នាចូលរួមពួតដៃគ្នាទាំងអស់គ្នាជាមួយនឹងលោកគ្រូអ្នកគ្រូហើយជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាមួយនឹងស្ថាប័នជាមួយនឹងក្រសួងវប្បធម៌សមាគមសិល្បៈគឺថាយើងរួបរวมសាមគ្គីចូលដៃគ្នាដើម្បីឲ្យស៊ីហ្គេមនិងប៉ារ៉ាហ្គេមបានទៅមកដោយរលូនជាមួយនឹងបងប្អូនប្រជាជនក្រុមបងប្អូនកីឡាទាំងអស់គឺថាយើងសុទ្ធតែមានសមិទ្ធផលនេះចូលរួមជាធ្លុងមួយព្រោះប្រទេសកម្ពុជាមានថ្នាក់ដឹកនាំដែលគាត់បានដឹកនាំដោយរលូនហើយជាមួយនឹងបងប្អូនកូនចៅប្រជាជនខ្មែរដែលជាឈាមជ័រជាខ្មែរចូលរួមជាមួយទាំងអស់គ្នាទៅយើងអាចមានសមិទ្ធផលមួយនេះបានកើតឡើងជាស៊ីហ្គេមនិងប៉ារ៉ាហ្គេមដោយរលូនជាមួយនឹងបងប្អូនដែលដល់ថ្ងៃនេះហើយនៅនឹកឃើញជាមួយនឹងប៉ារ៉ាហ្គេមស៊ីហ្គេមគឺថានៅតែរំភើបដកជាប់ក្នុងចិត្តសម្រាប់ខ្ញុំផ្ទាល់គឺពិតជាមានមោទនភាពជាមួយនឹងថ្នាក់ដឹកនាំនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាខ្លាំងមែនទែនដែលគាត់តស៊ូអត់ធ្មត់មិនប៉ះពាល់អ្នកណាហើយគាត់តែងតែមកកែលម្អជាមួយនឹងអ្វីដែលជាចំណុចខ្វះខាតជាមួយនឹងប្រទេសកម្ពុជាហើយនឹងធ្វើឲ្យប្រទេសកម្ពុជាឆ្ពោះទៅកន្លែងមួយដែលថ្មីហើយរីកចម្រើនព្យាយាមធ្វើឲ្យប្រទេសកម្ពុជាគេទទួលស្គាល់និងបានមើលឃើញនៅសមិទ្ធផលមួយនេះខ្លាំងមែនតើគឺខ្ញុំសូមអរគុណនិងដឹងគុណជាមួយនឹងរាជរដ្ឋាភិបាលជាពន់ពេកដែលគាត់បានធ្វើឲ្យស៊ីហ្គេមមួយនេះបានរំទឺដល់គ្រប់បណ្ដាប្រទេសដែលគេបានទទួលស្គាល់ថាកម្ពុជាពិតជាធ្វើស៊ីហ្គេមបានល្អឥតខ្ចោះអញ្ចឹងហើយនេះគឺជាសមិទ្ធផលរួមទាំងអស់គ្នាខ្ញុំពិតជារីករាយហើយនៅតែរំភើបជាមួយនឹងអ្វីដែលខ្ញុំបានទទួលស្គាល់ថានៅពេលបច្ចុប្បន្នជាមួយនឹងប្រទេសគេបាន review ធ្វើ content មកគឺថាគេសរសើរប្រទេសកម្ពុជាយើងខ្លាំងមែនតើដែលបានធ្វើស៊ីហ្គេមដ៏ល្អមួយឥតខ្ចោះហើយទទួលជាមួយនឹងគ្រប់បណ្ដាអត្តពលិកគ្រប់ប្រទេសដែលចូលមករួមមកគឺ free ការទទួលបាននៃទឹកចិត្តនៃការរំភើបនៃការរីករាយជាមួយនឹងអត្តពលិកគ្រប់បណ្ដាប្រទេសគឺថាក្លន់មាត់គ្រប់គ្នាហើយជាពិសេសជាមួយនឹង content នៅក្នុងពេលបច្ចុប្បន្នគឺថាតែងតែលើកថាប្រទេសកម្ពុជាបានទទួលនឹងការធ្វើស៊ីហ្គេមមួយនេះបានល្អប្រសើរជាទីគាប់ចិត្តហើយសូមមិនប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀតដែលគេកំពុងតែវាយប្រហារប្រទេសកម្ពុជាទេគឺអត់ដាច់ខាត no way ខ្ញុំជាប្រជាជនកម្ពុជានឹងដើរតាមគំរូថ្នាក់ដឹកនាំជាពិសេសតែម្ដងព្រោះខ្ញុំជាប្រជាជនកម្ពុជាប្រទេសខ្ញុំតូចតែបេះដូងធំសន្តានចិត្តនិងការស្រឡាញ់គឺធំធេងមិនអាចកាត់ថ្លៃបានទេ